សម្រាប់ Premier League សប្តាហ៍ទី18នៃសមរភូមិរដូវកាល2025-2026ក៏បានបញ្ចប់ទៅដោយរលូនដូចគ្នាដោយរំមកអស់ជាច្រើនទសវត្សរ៍នេះគឺជាលើកដំបូងដែល Premier League មានការប្រកួតថ្ងៃ Boxing Day ធម្មប្រកួតប៉ុណ្ណោះសម្រាប់តារាងបន្ទាប់ពីចប់សប្តាហ៍ទី18ហ្នឹងនៅលើកំពូលតារាងទាំង3យើងឃើញថា Arsenal នៅតែរក្សាបាននៅគម្លាត2ពិន្ទុនៅលើកំពូលតារាងតាមរយៈការប្រជែងយ៉ាងស្វិតស្វាញយកឈ្នះ Brighton ដោយលទ្ធផល2-1នៅឯកីឡដ្ឋាន Emirates ខណៈដែល City ក៏តាមមកយ៉ាងប្រកេតប្រកិតកាន់កាប់បាននៅតំណែងលេខ2ក្រោយជ័យជំនះទៅលើ Nottingham Forest ដោយលទ្ធផល2-1ចំណែក Aston Villa នៅតែរក្សាបាននូវភាពខ្លាំងនិងបន្តបង្ហាញពីទម្រង់លេងដ៏ឥតខ្ចោះក្រោយផ្ដួល Chelsea 2-1ដល់ក្នុងដីនៅ Stamford Bridge ហើយជាជ័យជំនះទី11ក្នុងចំណោម12ហ្គេមចុងក្រោយរបស់គេ Man U របស់ Amorim ដែលចិត្តបដូរមកប្រើទម្រង់លេង 4-2-3-1 វិញក្រោយអវត្តមាននៅកម្លាំងសំខាន់ជាច្រើនរូបហើយការសម្រេចចិត្តលើកនេះល្មមឲ្យគេអាចយកឈ្នះ Newcastle បានហើយមាន29ពិន្ទុស្មើនឹងក្រុមលេខ5 Chelsea ទៀតហើយពិសេសអាចបន្តកំណត់ត្រាដែលអត់ដែលចាញ់សោះរាល់ការប្រកួត Boxing Day នៅឯ Old Trafford ក្នុងគ្រាដែល Liverpool ហើយដូចជាមើលឃើញនៅពន្លឺដល់តែចាស់តែចង់វិញក្រោយអាចវិលត្រឡប់ពីការបរាជ័យហើយរកបានជ័យជំនះ3ប្រកួតជាប់គ្នានៅ Premier League ដោយសប្តាហ៍នេះរកបាន3ពិន្ទុបន្ថែមពីជ័យជំនះទៅលើ Wolves ធ្វើឲ្យពួកគេអាចត្រឡប់មកឈរនៅលើ Top 4 វិញរីឯ Tottenham រក្សាបាននូវជ័យជំនះដ៏សំខាន់ក្រោយបុកទៅឈ្នះដល់ក្នុងដី Crystal Palace បន្តដង្ហើមលើក្តីសង្ឃឹមប្រជែងនៅតំណែង Top 4 រីឯនៅតំបន់បាត់តារាងក្រុម West Ham បន្តកំណត់ត្រាចាញ់6ប្រកួតជាប់គ្នាក្រោយបរាជ័យទៅលើ Fulham នៅក្នុងដីហើយវាបានទាញឲ្យពួកគេកាន់តែដាបធ្លាក់ចូលទៅក្នុងអវជ័យនៃតំបន់កាត់ចោលគណៈដែល Wolves គឺជាក្រុមដែលនៅបាត់តារាងផងអស់ក្រោយអត់ទាន់ស្គាល់ជ័យជំនះសូម្បីមកប្រកួតនៅលើរដូវកាលនេះហើយសម្រាប់សប្តាហ៍នេះយើងនឹងទៅមើលការប្រកួតមួយនៅឯ Stamford Bridge រវាង Chelsea និង Aston Villa Aston Villa ទទួលបានជ័យជំនះក្នុងការប្រកួតមួយដ៏សែនតានតឹងក្រោយអាចវាយបក2-1វិញទៅលើ Chelsea ដល់ក្នុងដីក្នុងសប្តាហ៍ទី18ហ្នឹងហើយវាបានបង្កើតនៅកំណត់ត្រាសម្រាប់ក្លឹបក្នុងការទទួលបានជ័យជំនះ11លើកជាប់គ្នានៅគ្រប់កម្មវិធីប្រកួតទាំងអស់ការប្រកួតនេះគឺជាការប៉ះគ្នារវាងគូបដិបត្តិ2ដែលមានសមាជិកភាពប្រហាក់ប្រហែលគ្នាល្មមអាចจะឃើញគ្នាបានតែយ៉ាងណាលទ្ធផលចុងក្រោយត្រូវបានកំណត់ដោយតាក់ទិចដល់ប៉ិនប្រសោតរបស់ Unai Emery ដោយការកែប្រែឆ្កឹះឆ្កៀលនៅរបៀបលេងខ្លះៗព្រមទាំងការបញ្ជូនស៊ុបសាម Ole Watkins ចូលទៅរកគ្រាប់បាល់បាន2គ្រាប់ទៀត Chelsea នៅតង់ទី1គ្រប់ដណ្ដប់ហើយមានឱកាសជារឿយៗរហូតមកដល់នាទីទី37 Chelsea បានបើកការនៅមុខនៅវគ្គទី1ជាអីដែរគេគួរតែទទួលបានតាមរយៈចៅ Pedro ដែលជាអ្នកចុងក្រោយដែលបានប៉ះបាល់ជ្រុងរបស់ Reece James ដែលជាការលើកបាល់កោងធ្លាក់អៀងទៅប្រគល់ទី1ដោយប្រើប្រអប់ជើងផ្នែកខាងក្នុងដ៏ស្រស់ស្អាតហើយត្រូវចាំរហូតដល់នាទីទី51គ្រាដែល Aston ធ្វើការប៉ុនប៉ងលើកទី1ដោយចេញពី Morgan Rogers សាកបាញ់បាល់ពីជាងាយតែបាល់នឹងចេញទៅចំហៀងតែយ៉ាងណាក៏ជាការផ្ដល់សញ្ញាទឿនទៅកាន់ Chelsea ដូចគ្នាថាគេមកហើយនៅនាទីទី59ជាគ្រាផ្លាស់ប្ដូរហ្គេមតាមរយៈការផ្លាស់ប្ដូរ3នាក់របស់ Unai Emery ដោយបញ្ជូន Ole Watkins Jadon Sancho និង Amadou Onana ធំតែនាទីទី64នឹងឯងកីឡាករបម្រុងក៏បានបញ្ចេញប្រសិទ្ធភាពភ្លាមដោយ Watkins តាមស្មើតាមរយៈបាល់ rebound ហើយ Robert Sanchez សង្គ្រោះបាននៅការសុតលើកដំបូងតែបាល់ផ្លាតទៅប៉ះនឹង Watkins ម្ដងទៀតហើយក៏ប៉ោងនៅសម្លាញ់ទីទៅចុងក្រោយ Watkins ដដែលនឹងនៅនាទីទី84ជាអ្នកដែលហក់បានខ្ពស់ជាងគេនៅក្នុងប្រអប់ទីបានលោតទៅខោកបាល់ជ្រុងចេញពីជើងរបស់ Yuri Tielemans ជាបាល់ទាត់ធ្លាក់មកដ៏ស្អាតហើយបូកផ្សំនឹងការ marking ដ៏ធ្វេសប្រហែសរបស់ Chelsea ធ្វើឲ្យ Aston Villa រកបាននូវគ្រាប់បាល់ comeback ហើយទីបំផុត Chelsea នៅនាទីចុងក្រោយអស់ស៊ូដោយមិនអាចប្រកែកនៅគ្រោះថ្នាក់ណាមួយទៅកាន់ Villa ឡើយយើងឃើញថានៅតង់ទី1 Chelsea ក្រុមការគ្រប់គ្រងរបស់ Enzo Maresca បានគ្រប់ដណ្ដប់ពេញដោយគ្រប់គ្រងបាល់ច្រើនតាមរយៈការលេង build up ក្រុមទម្រង់ 3-2-5 តែឃើញថា Reece James ជាខ្សែការពារស្ដាំតែផ្លាស់ប្ដូរចូលទៅ overload នៅតំបន់កណ្ដាលកាត់ផ្ដាច់នៅចង្វាក់ខ្សែបម្រើ pivot 2របស់ខាង Villa ហើយជាលទ្ធផល Villa ពិតជាពិបាកនៅតង់ទី1ដោយគ្មានឱកាសសូម្បីម្ដងក្នុងការទាត់ទីតែជាសំណាងដែលគេផ្លាត់គ្រាប់ធំតែមួយគ្រាប់ទៅឲ្យ Chelsea នៅចប់វគ្គទី1ការកែរបៀបលេងរបស់ Emery នៅនាទីទី59ពិតជាបានផ្លាស់ប្ដូរហ្គេមទាំងស្រុងដោយការផ្លាស់ប្ដូរទម្រង់ពី 4-2-3-1 ហើយប្ដូរតំណែងការឈរមួយចំនួនដើម្បីបំបែកប្រព័ន្ធ man marking របស់ខាង Chelsea បន្តមកយើងឃើញថាមានការបញ្ជូន Watkins ឲ្យទៅឈរជាប្រយុទ្ធកណ្ដាល
ហើយ Ring Sancho និង Morgan Rogers ទៅចូលនៅស្លាបឆ្វេងស្ដាំហើយទាញ Yuri Tielemans ឲ្យមកលេងជាតំណែងលេខ10ជាការបន្ថែមចំនួនមនុស្សទៅតំបន់កណ្ដាលដើម្បីជាជំនួយក្នុងការឆ្លងកាត់ប្រព័ន្ធ marking របស់ Chelsea ការបម្រែបម្រួលតាក់ទិចលើកហ្នឹងបានបង្ខំឲ្យ Chelsea ធ្វើទម្លាក់មកទៀបជាងមុនដែលជាការបង្កើតនៅ space សម្រាប់ខ្សែបម្រើ Villa បានច្រើនជាងមុនទាំង Morgan Rogers និងអ្នកផ្សេងទៀតរួមគ្នារំលាស់ទីបំបែកនៅប្រព័ន្ធរបស់ Chelsea យ៉ាងមានប្រសិទ្ធភាពម្លាស់បដូរលើកហ្នឹងដែលនាំទៅដល់ខបបាល់របស់ Villa តាមរយៈការហត់ពីក្រោយខ្នងរបស់ Watkins ធ្វើឲ្យតំណែងរបស់ខ្សែការពារ Chelsea នៅលើទីលានត្រូវបានកាត់ដាច់ពិសេសនៅលើគ្រាប់ទី2ដែលពេលហ្នឹង Watkins អត់មានណាមកគាត់សោះហើយបំរែបំរួលតាក់ទិចកំឡុងពេលប្រកួតអីអស់ហ្នឹងត្រូវផ្ដល់ credit ទៅកាន់ Unai Emery ធំហើយសម្រាប់សប្តាហ៍ហ្នឹងមានតែប៉ុណ្ណេះយើងនឹងទៅតាមដានការប្រកួតជាបន្តទៀតដោយប្រកួតដំបូងនឹងចាប់ផ្ដើមតាំងតែពីរាត្រីថ្ងៃទី30ឈៀងចូលថ្ងៃទី31វាម៉ោង3ទៀបភ្លឺមកនៅប្រជាជាតិកម្ពុជាយើងសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នេះអរគុណច្រើនដែលតាមដានមកដល់ចំណុចនេះជួបគ្នាឱកាសក្រោយលាសិនហើយ